ស្ដីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកពីដី proposal មួយកន្លែងដែលមេរបស់យើងបានដាក់ឲ្យធ្វើដីនេះបងដែរគឺគាត់ចង់ធ្វើជា resort ចឹងចង់ដឹងថាខ្ញុំយកដីនេះយកទៅបែងចែកអីគេខ្លះធ្វើអីគេខ្លះក្នុងនោះចឹងបងប្អូនទាំងអស់គ្នាចាំទស្សនាមួយខ្ញុំទាំងអស់គ្នានេះគឺជាដីដែលមេរបស់ខ្ញុំបានដាក់ឲ្យធ្វើមានទំហំប៉ុណ្នេះមានរូបរាងប៉ុណ្នេះបន្ទាប់មកយើងយកដីនោះមកបែងចែកជាមុខងារយើងបែងចែកដូចជា private villa lobby parking swimming pool restaurant ហើយក៏មានកន្លែងផ្សេងជាច្រើននៅក្នុងនោះបន្ទាប់មកយើងយកប្លង់គូសទៅលើ AutoCAD រួច design បន្ទាប់មកយើងក៏បានប្លង់បែបនេះបងប្អូនខ្ញុំភ្លេចប្រាប់ណាផ្ទះរបស់យើងគឺធ្វើលក្ខណៈ tropical បងប្អូនសម្រាប់ concept និង inspiration ពួកយើងធ្វើពីឧបករណ៍នេសាទដែលឧបករណ៍នេសាទហ្នឹងមានដូចជាទូកទ្រូមងអួនសំណាញ់ជាដើមនិងអ្វីផ្សេងទៀតចឹងកម្មផលហ្នឹងគឺយើងធ្វើលក្ខណៈបែបនេសាទណាបងប្អូនបន្ទាប់ពីយើងបានរើស concept ការនេសាទរួចហើយឥឡូវយើងបានប្រភេទផ្ទះពីរប្រភេទផ្ទះមួយលក្ខណៈជាទូកក្តោងហើយប្រភេទផ្ទះមួយទៀតដូចលក្ខណៈទ្រូបងប្អូននេះគឺជារូបដែលពួកយើងបានដាក់ឲ្យហ្នឹងហើយទាំងអស់ហ្នឹងគឺសុទ្ធតែធ្វើពីឫស្សីធ្វើអំពីការនេសាទធ្វើអំពីឈើទាំងអស់ហ្មងសម្រាប់វីដេអូទី1របស់យើងគឺចប់ត្រឹមហ្នឹងនៅវីដេអូទី2យើងបង្ហាញពីប្លង់បង្ហាញពីផ្ទះរូបរាង master plan និងបង្ហាញពីអ្វីៗដែលមាននៅក្នុង master plan ដែលយើងធ្វើហ្នឹងបាយបាយជម្រាបលាបងប្អូនអ្នកគ្នា